ជំរាបសួរបងប្អូនពុកម៉ែទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទមកបង្ហាញអំពីការគូសសេមាម៉ូទ័ររុំម៉ូទ័រប្រភេទម៉ាសេសហ្នឹងហើយបងប្អូនទស្សនាដូចតទៅបាទបងប្អូនហ្នឹងហើយប្រភេទម៉ូទ័រនេះគឺមានឡាន24ភ្លើង220មាន AC និង DEPA ត្រូវបំបែកក្លាវានេះគឺយើងត្រូវដឹងឡាវាមុនសិនបាទយើងរាប់ឡាបើសិនហើយបន្តមកបានយើងគូសបាទហើយបងប្អូនចង់បញ្ចប់នៃកតុយហ្នឹងគឺត្រូវបញ្ជាក់អំពីការរាប់នៃកសែខ្សែលួសដែលយើងត្រូវរុំហ្នឹងណាបងប្អូនទាំងអស់គ្នាត្រូវដឹងជុំវាប្រមាណជុំក្នុងមួយដុំម៉ូទ័រនេះវាមួយដុំទួលមុខ4ស្នើ